Audio Jungle. Audio Jungle. លោកឧត្តមស្រីត្រីសៀទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានដឹកនាំលោកមេបញ្ជាការរងជានិស្សិនាធិការលោកមេបញ្ជាការរងនិងនិស្សិនាធិការរងអញ្ជើញចូលរួមប្រជុំបូកសរុបត្រួតពិនិត្យទូនាទីភារកិច្ចនិងវឌ្ឍនភាពការងារក្នុងឆ្នាំទី2និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2025ក្នុងមន្ទីរអង្គភាពការិយាល័យជំនាញនិងកងអនុស្សាវរីយ៍ធំចល័តនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាប់ពីថ្ងៃទី25ខែកញ្ញាដល់ថ្ងៃទី3ខែតុលាឆ្នាំ2025ក្នុងគោលបំណងបង្កើតសមត្ថភាពអភិវឌ្ឍនៅជំនាញនីមួយៗសម្រាប់ការបម្រើការងារជូនប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការមានប្រសាសន៍ណែនាំដល់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបទាំងមូលត្រូវយកចិត្តទុកដាក់បំផុតចំពោះការបំពេញតួនាទីភារកិច្ចការងារស្របតាមទិស្លោកការណែនាំនិងប័ណ្ណបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញសម្រាប់កងរាជអាវុធហត្ថទូទាំងប្រទេសអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាទីបញ្ចប់លោកឧត្តមសេនីយ៍ត្រីសៀទីនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានសម្ដែងនៅអំណរអគុណយ៉ាងជ្រាលជ្រៅដល់នាយរងនឹងពលអាវុធហត្ថទាំងអស់ដែលបានយកចិត្តទុកដាក់បំផុតក្នុងការបំពេញការងារទូនាទីភារកិច្ចនាពេលកន្លងមកនិងពេលទៅខាងមុខនឹងជូនពរសូមឲ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ច Audio Jungle. Audio Jungle.